bố cá chắc được phụ ấy phòng មិនថាដើរតាមអូមិនថាដើរតាមវាលតាមព្រៃតាមបឹងតាមប្រឡាយគឺយប់ឡើងគឺសម្បូរសត្វបែបនេះបងប្អូនគឺសម្បូរមែនតែនបងប្អូនជាពិសេសនៅពេលដែលធ្លាក់ភ្លៀងមួយមេមកគឺសត្វល្មូនគឺច្រើនមែនតែនបងប្អូនបាទវាចេញតាមមែកឈើបាទតាមមាត់ទឹកមាត់អីបងប្អូនអញ្ចឹងបងប្អូនដើរព្រៃពេលយប់ដើរវាលច្រោះកង្កែបរកត្រីរកអីហ្នឹងគឺព្រមចិត្តមែនតែនជំរាបសួរក៏ដូចជាសួស្តីទៅកាន់អ្នកទាំងអស់គ្នាបាទវិលមកកាន់ខ្ញុំបាទតំបន់ដើរលេងថ្ងៃហ្នឹងគឺមានវីដេអូបែបឆ្លោះទៀតដែរបងប្អូនបាទដូចបងឃើញចឹងហើយខ្ញុំហ្នឹងខ្ញុំទៅគ្នា3នាក់បាទគឺដើរវាលទៅរកកង្កែបទៅរកកដោទៅរកពស់បងប្អូនបាទហើយនាំសំណក់ទៅមួយបាទដូចបងប្អូនមិនឃើញចឹងគឺវាតាមម្ចាស់វាហើយមិនមែនជាឆ្កែខ្ញុំទេគឺឆ្កែខាងប្អូនខ្ញុំគាត់នាំទៅហើយនេះគឺជាសកម្មភាពខ្លះៗដែលខ្ញុំរកសត្វតាមចុងឈើបាទគឺតាមបន្លាយតាមអីហើយដូចបងប្អូនឃើញចឹងគឺខែនេះខែភ្លៀងចឹងទៅទឹកសើមច្រើនពស់ក៏ច្រើនបងប្អូនពស់គ្រប់ប្រភេទបាទហើយពស់ព្រៃក៏មានពស់ត្រឡប់កែបក៏មានបាទសាំងសឿក៏មានអីក៏មានទៅតាមកន្លែងតាមតំបន់ដែលយើងបានជួបប្រទះហើយនេះក៏ឃើញពស់ព្រៃមួយខ្ញុំបានចាក់វាបាទដោយសារតែយើងមើលពីយប់ចឹងពេលខ្លះវាស្តៀងនឹងពស់អីផ្សេងចឹងកុំទុកចិត្តបងប្អូនព្រោះយើងខ្លាចពស់ចឹងយើងចាក់វាសិនមកចាំចាប់យកបោកហើយពស់ហ្នឹងក៏អត់ធំប្រហែលណាបងប្អូនបាទហើយជាតូចដែរមែនតើប៉ុនមេដៃមនុស្សធំបងប្អូនបាទហើយការរកខ្ញុំនេះគឺដើររកចម្រោះបងប្អូនបាទមិនដូចគេខ្លះគេរកតែពស់ទេតែខ្ញុំនេះស្អីក៏ខ្ញុំរកដែរបងប្អូនបាទហើយបន្ទាប់ពីខ្ញុំចាប់បោកពស់ព្រៃបាទកូនពស់ព្រៃបាទវាអត់មានធំបងប្អូនមានតែប៉ុណ្្នឹងខាងខ្ញុំនេះវាអត់សូវសម្បូរពស់ធំសោះបាទហើយនេះបងអូនខ្ញុំក៏គាត់ឃើញមួយដែរបាទវាទុំលើដើមតសេកបាទដើមសេកគឺខ្ពស់មែនតើបាទបាញ់គឺទៅរំទៅត្រូវបាទហើយទឹកដៃបាញ់មួយគឺដល់កបាទបាញ់លេងនិយាយថាបាញ់ត្រូវវាយកការពិតមែនតើបាញ់ហ្នឹងគឺចប់អំបិលតែម្ដងបងប្អូនបាទអត់មានណាបងប្អូនបាញ់ទៅបាញ់មក2នាក់បងប្អូនហ្នឹងបាញ់ធ្លាក់តាបងប្អូនបាទដូចបងប្អូនឃើញវងក្រហមហ្នឹងគឺវានៅចុងឯណោះហើយសំណោះតែធំទៅរៀងត្រូវជាងអារបស់ខ្ញុំមិញហ្នឹងបាទបាញ់ទៅរំដល់វាធ្លាក់បាញ់ទៅមកបាញ់តែគ្នាឡើងបែកឈាមបាទធ្លាក់មកសូដប់បាទហើយទៅមើលប្រពន្ធមេដៃសិតទៅពោះព្រៃបាទតែប៉ុណ្ណឹងក៏បានដែរបងប្អូនមិនចាំទៅច្រើនទេបាទបានតែ2 3ហ្នឹងគឺល្មមមកកូនឆ្នាំងបងប្អូនបាទគឺល្មមមកកូនឆ្នាំងដើម្បីដោះស្រាយជីវភាពអំពេលដែរបងប្អូនបាទនេះគឺមកគូហើយប្រវែងគ្នាបងប្អូនគាត់ថាអាមួយរៀងត្រឹសបន្តិចបងប្អូនបាទហើយនេះគឺជាមុខអ្នកបាញ់បងប្អូននេះមុខអ្នកបាញ់បាទគាត់អ្នកបាញ់ត្រូវដៃទឹកដៃអែមគ្រាន់បើបាទគ្រាន់បើជាងខ្ញុំឆ្ងាយបងប្អូនបាទហើយបន្ទាប់ពីបាញ់ហើយធ្លាក់គ្រាប់បាទធ្លាក់គ្រាប់បដាងបាញ់ស្ពាមលប៉ាត់លប៉ៃនឹងហើយក៏នាំគ្នារើសទៅបាទហើយក៏នាំគ្នារើសក៏ប្រមូលពស់ហើយទៅក៏ទៅមើលមកកន្លែងទៀតបាទយប់ហ្នឹងដើររៀងជ្រៅដែរហើយចូលរៀងវាលរៀងជ្រៅដែរបងប្អូនឆ្ងាយដែរហើយម៉ោង2:10អីបាទមកផ្ទះវិញបងប្អូនពីខែភ្លៀងតិចបាទតិចស្រេចអញ្ចឹងរាំងអញ្ចឹងគឺសម្បូរអ្នកគេចេញដើររកបងប្អូនតាមវាលតាមអីចឹងហើយក៏សម្បូរសត្វល្វូនសត្វពស់ច្រើនដែរបងប្អូនគ្រប់ប្រភេទជាពិសេសនៅតាមមាត់ទឹកនេះបងប្អូនខ្ញុំដើរជួបញឹកណាស់ពស់ខៀវអញ្ចឹងទៅពស់ហនុមានអញ្ចឹងទៅបាទពស់ដីអញ្ចឹងទៅពស់ក្រាយបាទហើយស្លាប់កែបសម្បូរបងប្អូនប៉ុន្តែវាអត់សូវធំគឺតាមទឹកហ្នឹងគឺសម្បូរណាស់បងប្អូនហើយត្រង់នេះគឺស្ដាយមែនទេបងប្អូនអូយគឺពស់សាំងសឿធំណាស់បងប្អូនអើយធំណាស់គឺត្រឹសជាងអាមិញមែនតែនបាទប៉ុន្តែនាំគ្នាពាត់អត់ឃើញសោះហើយក៏នាំគ្នាបអើលព្រៃបងប្អូនផាជាវារត់ឆ្លងផ្លូវតាណាយកដឹងដោយសារភ្លើងកែវខ្ញុំវាអន់ហើយម្ដងទៀតខ្ញុំនៅឆ្ងាយពីប្អូនអញ្ចឹងទៅរំហៅរំទៅដល់គឺពាត់មានបានហ្នឹងបងប្អូនប្រហែលជាពស់ហ្នឹងវាលោបស៊ីកែបស៊ីអីបងប្អូនស៊ីកែបស៊ីគីគក់ឬសាឡអិតអីផ្សេងបាទដល់ពេលយើងទៅវាផ្អើលវាលឿនបងប្អូនបាទហើយមកដល់នេះគឺចាក់បានត្រីក៏ភ្លៀងបងប្អូនគឺអត់មានភ្លើងអស់ភ្លើងកែវបងប្អូននៅសល់តែសូឡាហើយចាក់អីមិនចាក់ត្រីក៏ភ្លៀងចាក់ត្រូវទៀតធំសរសើរខ្លួនឯងហ្មងខ្ញុំសួរអាត្រីធំចាក់អត់ត្រូវវិញបងប្អូន
ហើយដូចបងប្អូនឃើញពស់nó គឺពស់ស្លាប់កែបទេវាតូចពេកចឹងខ្ញុំអត់យកដែរបាទបើពស់ស្លាប់កែបតធំមុំខ្ញុំយកដែរតូចពេកក៏ខ្ញុំអត់យកទេតែគាត់ថាថតឲ្យបងប្អូនមើលថាវាសម្បូរពស់ហ្នឹងណាតាមបន្លាយតាមទឹកបងប្អូនហើយត្រង់នេះគឺកណ្ដោបងប្អូនគឺកណ្ដោធំបាទកណ្ដោត្រែងកណ្ដោស្អីគេនោះគឺធំមែនតើហើយប៉ុន្តែរោនៅអត់បានវាស្ដុកពេកដើមចេកវាក្រាស់ពេកបងប្អូនហើយមកដល់នេះគឺឃើញពស់ហើយខ្ញុំឆ្ងល់ថាពស់អីបងប្អូនជួយប្រាប់ខ្ញុំបានអត់បាទថាពស់ហ្នឹងគេហៅពស់អីហើយបានកាឡាវាអញ្ចឹងប៉ុន្តែខ្ញុំគិតថាពស់ថ្លាន់បងប្អូនតាមអារម្មណ៍ខ្ញុំកូនពស់ថ្លាន់ក៏ប៉ុន្តែគិតទៅគិតមកថាពស់ថ្លាន់ដូចជាក្បាលដូចមិនអញ្ចឹងទេវាអត់ងើបផុតពីដីទេពស់ថ្លាន់បងប្អូនតែពស់នេះវាងើបផុតពីដីហើយវាលៀនដាតអញ្ចឹងណានៅខ្លះថាពស់ក្រាយទៅនៅខ្លះថាពស់ស្អីពស់សកាចាស់អញ្ចឹងបងប្អូនតែខ្ញុំឆ្ងល់ថានេះបងប្អូនឃើញវាបងប្អូនឃើញវាអង្គរៀងលឿនដែរហើយប៉ះហើយមកខ្ញុំបន្លែងលេងមកវារៀងលឿនអញ្ចឹងដែរបងប្អូនហើយកលាគឺបែបហ្នឹងបងប្អូនហើយប្រហែលជាតូចជាងកដៃមនុស្សធំបន្តិចបងប្អូនពស់ហ្នឹងបាទហើយពងឆ្ងល់ឈ្មោះអីគេបងប្អូននឹងដឹងអាចប្រាប់ខ្ញុំបានបាទព្រោះខ្ញុំអត់សូវស្គាល់ច្បាស់ពស់ហ្នឹងបងប្អូនហើយមិនស្រួលអាចជាពស់ពឹសបងប្អូនបើតាខ្ញុំដឹងបាទប៉ុន្តែក៏វាស្តៀងពស់ថ្លាន់អញ្ចឹងបងប្អូនបាទបងប្អូនអាចមើលឃើញបងប្អូនថ្លាន់ចំហើយនេះស្កាចាស់អាចអត់ចឹងទេក្បាលក្រាបដីលើហើយកងងលើខ្ញងខ្លួនថ្លាន់ឃើញអត់មើលថ្លាន់ចឹងអីម៉ែដូចប្រភ្លាក់ទីបេមែនអត់ស្កាចាស់ក៏មិនទៅឡាញជាដែរតាហើយពូដែលខ្ញុំអត់ស្គាល់ក៏ខ្ញុំអត់ហ៊ានធ្វើដែរបងប្អូនបាទខ្ញុំហ៊ានធ្វើទេគឺខ្ញុំຕົកវាចោលហើយខ្ញុំដើរមកផ្ទះវិញក៏ឃើញកែបតាមផ្លូវ2 3បាទក៏ចាប់តាមផ្លូវរហូតហើយលទ្ធផលគឺបានប៉ុណ្ណេះបងប្អូនកែបរៀងបាន4 5ដែរហើយកដោមួយបាទសัตว์មួយពស់3ដែរបងប្អូនបាទល្មមមកហូបស្អែកនេះបងប្អូនហើយយប់ហ្នឹងគឺខ្ញុំធ្វើពស់ទាំងយប់ព្រោះខ្លាចវាស្អុយបងប្អូនហើយធំក្លិនណាព្រោះងាប់អស់ហើយពស់អស់ហ្នឹងបងប្អូនបាទហ៊ានຕົកទេបងប្អូនហើយយើងធ្វើទាំងយប់អញ្ចឹងទៅហើយខ្ញុំមួយរយៈនេះគឺអត់បានចាញ់វីដេអូដើរលេងកម្សាន្តបាទតាក់ទងនឹងទេសភាពបាទតាក់ទងធម្មជាតិបាទទឹកជ្រោះទឹកអូកន្លែងណាឲ្យបងប្អូនបានទស្សនាទេគឺដោយសារតែមួយរយៈនេះសេដ្ឋកិច្ចរៀងធ្លាក់អញ្ចឹងទៅអត់ហ៊ានដើរចំណាយច្រើនទេបងប្អូនហើយដល់ព្រឹកឡើងនេះគឺខ្ញុំចាប់ផ្ដើមដាំទឹកដើម្បីស្រោះវាកោសបងប្អូនកោសពោះហើយគ្រាន់តែថាវាពិបាកកោសបន្តិចបងប្អូនដោយសារតែសាច់ជាពិសេសគឺពស់ព្រៃគឺសាច់ផុយបងប្អូនសាច់វាផុយហើយសកាវាស្អិតជាប់នឹងស្បែកតែម្ដងដោយសារតែខ្ញុំអត់ដុតភ្លើងរ៉ូលបើមិនខ្ញុំដុតភ្លើងរ៉ូលហើយជាកោសស្រួលបងប្អូនពេលយើងដាំទឹកអញ្ចឹងដាក់ទៅវាពិបាកកោសវាស្អិតជាប់សាច់វាដោយទាំងសាច់បងប្អូនតែបើពស់ស្លាប់ខែបគឺស្រួលកោសមែនតើបងប្អូនបាទហើយយើងកោសរួចរាល់ហើយក៏ថតបន្តិចមកបងប្អូនមើលអញ្ចឹងណាហើយបន្ទាប់មកទៀតគឺអត់យូរទេគឺដកគល់ក្រៃហើយក៏ច្រាំវាជាកង់បាទដំវារៀងទូបន្តិចមកបាទហើយកំពុងតែធ្វើគ្រឿងធ្វើអីសុកហ្នឹងថាមីងពូខ្ញុំគាត់មកពីណាបងប្អូនហើយបានក្រងឡាំមកគូធុងហើយសិតតពងបាទបងប្អូនសិតតពងសិតតនេះបងប្អូនដើរគោះផ្លែតហើយនិយាយពីថាខ្ញុំភ្លក់ប្រមាត់និយាយថាគឺទៅមកជូរក្រងគឺឆ្ងាញ់ណាស់បងប្អូនបាទដាក់គ្រប់ម្ហូបភ្លាក៏ត្រូវបាទហើយចង់ឆាក៏ត្រូវអីក៏ត្រូវដោយបងប្អូនបានឃើញសិតតពងហើយនេះអ្នករកបាទមុខអ្នករកបាទហើយគាត់ជីពូរបស់ខ្ញុំហើយបន្តមកទៀតគឺខ្ញុំសុំក្រងគាត់បានមកកូនចានបងដើម្បីយកមកឆាបងប្អូនដំបងថាប្រងឆាជាមួយងាំងើបងប្អូនគាត់ងាំងើបាទនោះគឺងាំនៅខាងមុខខ្ញុំនោះគឺគាត់យកមកដែរអញ្ចឹងទៅក៏ប្រងឆាជាមួយក៏មិនដែរដូរចិត្តបាទទៅឆាក្រងវិញវាតំណងជាងហើយពងទៅកាប់សាច់កដោនោះគឺប្អូនប្រុសខ្ញុំគាត់មកជួយបាទគាត់ថាឃើញខ្ញុំធ្វើទៅដៃទៅជើងទៅមុខទៅមាត់បាទអញ្ចឹងគាត់ជួយហើយក៏ម្យ៉ាងដែរបានមកជួយអញ្ចឹងព្រោះយើងអ្នករអ្នកធ្វើហើយយើងគ្រាន់តែមកកាប់សាច់ជួយក៏មិនអីដែរហើយគាត់អ្នកស្លន់ស្លុកអញ្ចឹងទៅហើយនេះកែបយុមិញដែរបងប្អូនបានកែបរកបានយុមិញហ្នឹងហើយគាត់យកមកស្រុះទឹកក្តៅហើយនឹងធ្វើឲ្យស្អាតដើម្បីស្លងាំងើបាទហើយកែបគាត់ស្លងាំងើទៅខ្ញុំមាននេះទៅក៏កាប់
ពោះទៅដើម្បីឆាបងប្អូនហើយពោះនេះគឺមុនកាប់នឹងគឺថាបងប្អូនគាត់ថាបើចង់ឲ្យឆ្ងាញ់ដល់ដុំឆ្អឹងសិនបាទយករ៉ែទៅដំវារឿងតុទៅមកកាប់សាច់មកបានហូបទៅវាអត់សូវរឹងដោយសារយើងឆាចម្រុះគ្នាអញ្ចឹងគាត់លីងបងប្អូនគាត់លីងសម្ងួតបងប្អូនបាទលីងទៅចាក់ទឹកលំងាស់ឲ្យវាបាត់ជាតិឆ្អាបជាតិក្លិនអីចឹងបងប្អូនបាទគឺយើងលំងាស់ជាមួយគល់អូក្រែបន្តិចទៅទុកខ្លះដើម្បីឆាវាជាមួយក្រងបាទលំងាស់បាទឲ្យចេញទឹកចាក់ទឹកចេញទៅបានយើងចាប់ផ្ដើមដាក់គ្រឿងដាក់ក្រើអញ្ចឹងឆាឲ្យវាឈ្ងុយមកចាំយើងដាក់ម្ដងទៀតបាទពោះសត្វអីហ្នឹងកាលណាយើងដាក់លីឡំគ្នាជាមួយសត្វស្លាបផងកដោផងទៅវាអាចធំអញ្ចឹងយើងដាក់លំងាស់ចោលល្អក្លិនម្សៅសិនបងប្អូនហើយនិយាយថាបើយើងអាសាដើរព្រៃដើរវារកសត្វចឹងមិនខ្វះអីហូបបងប្អូនបាទកុំឲ្យតែយើងខ្ជិលដេកនៅផ្ទះបើថាយើងអាសាឆ្លៀតពេលយប់យើងដើររកចឹងមិនខ្វះអីហូបបងប្អូនបាទតាមស្រុកស្រែតាមភូមិតាមខេត្តបងប្អូននីមួយអីខ្ញុំជឿថាមិនខ្វះទេបាទតាមវាលតាមអីឲ្យយើងចេញរកហើយធ្លាប់តែធ្វើខ្លួនឯងថតខ្លួនឯងឥឡូវនេះគឺគ្រាន់តែថតទេបាទហើយបងប្អូនស្រួលមើលបន្តិចបាទบอกថាពឹងគេថតវិញគឺចប់វិលមុខឆ្ងាលវិញហ្នឹងគឺគាត់អត់ចេះថតបាទហើយនេះខ្ញុំសុខចិត្តថាខ្ញុំអ្នកថតគាត់អ្នកធ្វើហើយនិយាយថាដាក់គ្រឿងដាក់អីមកវាឈ្ងុយអើយបងប្អូនឈ្ងុយដល់ហើយបាទយើងថែមវិជ័យស្ករទឹកត្រីអីប្រេងខ្យងប្រេងអីតាមហ្នឹងទៅបងប្អូនតាមចំណង់ចំណូលចិត្តបាទហើយយើងឆាឲ្យស្ងួតបន្តិចបងប្អូនថាសត្វអស់ហ្នឹងតើរៀងខ្សោះតិចបានឆ្ងាញ់បងប្អូនកុំឲ្យមានជាតិទឹកព្រោះថាយើងឆាស្ងួតហើយបន្ទាប់មកគឺដាក់អង្ក្រងមកគឺទំនងមែនទេបងប្អូនអើយវាសំខាន់គឺពងជាមួយនឹងក្រងហ្នឹងបងប្អូនបាទមកកញ្ច្រែងហ្នឹងល្មមជូរល្មមបងប្អូនបាទហើយខ្ញុំប្រើហ្គាសធម្មតាទេហ្គាសខ្ញុំធ្លាប់ទៅដើរព្រៃបងប្អូនអត់ប្រកាត់ភ្លើប្រកាត់អីទេហើយនេះចុងភៅគេថាឆ្អិនហើយបាទគេដាក់ឡើងស្ងួតឲ្យបាទមានអីបងប្អូនប្រហូបឆ្អិនហើយល្ងាចឡើងយើងតនេមានអីហើយតិចស្ទុំចេះទៀតបាទចាំការទៀតរៀបចំតុកជូតឲ្យស្អាតមកបាទហើយដាក់ម្ហូបយើងមកគឺញាក់សាច់តែម្ដងបងប្អូនបាទរសជាតិម្ហូបតាមបែបស្រុកស្រែជាពិសេសអាសត្វដែលយើងរកបានតាមវាលតាមអីហ្នឹងគឺឆ្ងាញ់ហើយមានអីរៀងតិចអញ្ចឹងបងប្អូនបាទមកជាក់ស្រាប់ដាក់ម្នាក់មកកំពងពីរអញ្ចឹងមកនិយាយថាចាប់ជាតិតែម្ដងបងប្អូនហើយបាទក៏សូមអរគុណច្រើនវីដេអូនេះមានតែប៉ុណ្ណឹងបងប្អូនចាំជួបគ្នានៅវីដេអូក្រោយទៀតបាទអរគុណច្រើនសូមជម្រាបលា